របស់ថ្មីចូលមកទៀតហើយបងប្អូនហើយអានេះមិនដឹងថាគួរហៅជាប្រភេទសម្បែឬមួយក៏អីព្រោះសម្បែពេលដែលយើងឆ្លងទៅវាអាចមានស្រួងមានអីចឹងណាតែនេះគឺអត់ស្រួងទេប៉ុន្តែយើងភាពយើងឆ្លងដូចគ្នាអានេះភ្លើងសញ្ញាដែលបងប្អូនកាច់ទៅគឺអាចដូរបានណាអានេះខ្ញុំដាក់ភ្លើងសញ្ញាលេខបុកដែរនេះពេលដែលយើងឆ្លងទៅចេញបុកចឹងណាហើយគឺយើងអាចដូរបានដែរដូរនៅកន្លែងនេះជាមួយខ្ញុំនេះកន្លែងចំណុចវីដេអូកន្លែងហ្នឹងណាឃើញដូរតែអានេះដោយសារតែយើងមើលអត់សូវច្បាស់ទេតែពេលបងប្អូនមើលខ្លួនឯងអាហ្នឹងគឺច្បាស់ជាងអញ្ចឹងភ្លើងសញ្ញាវាគឺវាអញ្ចឹងមកបន្ទាប់មកយើងដូរទៅទៀតទេអូខេដូរភ្លើងសញ្ញាឡូអានេះទៅជាមូលវិញណាបាទនេះគឺវាដកជាប់ទូតមួយទេអញ្ចឹងភ្លើងសញ្ញាបងប្អូនអាចមើលឡើងហ្នឹងបានហើយសម្រាប់នេះវិញគឺយើងដូរតកាច់ទៅវាចេញភ្លើងហ្នឹងហើយភ្លើងសញ្ញាហ្នឹងដែរពេលដែលបងប្អូនកាច់កាន់ទៅមុខគឺកាន់តែភ្លើងហ្នឹងវាទៅភ្លើងហ្នឹងទៅហើយភ្លើងវាមានពីរពណ៌មានពណ៌បៃតងនិងពណ៌ក្រហមនេះហើយសម្រាប់ការដូរថ្មវិញអត់ពិបាកទេបងប្អូនយកកាក់មកមួលក៏បានទូលវិក៏បានឬមួយក៏ដៃគាត់ទៅធ្វើអញ្ចឹងទៅវាចេញមកគ្រប់សេរីស្មែលគឺអញ្ចឹងដូចគ្នាទាំងអស់ហើយចំពោះថ្មរកពេលបើសិនជាដូរអីគឺយើងត្រូវដាក់តែមានអក្សរដាក់ពីលើអាអក្សរដាក់ពីលើបើវាមកវិញមួលវាជាប់